រដងធ្លាប់តែឃើញខ្ញុំថតពីសកម្មភាពការធ្វើអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋថ្ងៃនេះផ្នែកអារម្មណ៍តិចដោយសារតែជាវេនប្រចាំជាវេនទី3របស់ខ្ញុំក្រោមការដឹកនាំរបស់បងប្រធានវេនគាត់បានដាក់ឈ្មោះខ្ញុំនិងបងយានយមីធ្វើការលំបាកបង្ការបង្ក្រាបនិងទប់ស្កាត់រកបាត់ល្មើសផ្សេងនៅភូមិសាស្ត្រឃុំលាយហើយនេះនិយាយទៅផ្លូវរៀងពិបាកដែរដោយសារតែងាយមិញមានភ្លៀងខ្លាំងបងប្អូននៅខាងស្រុកក្នុងកវ៉ាញគឺភ្លៀងខ្លាំងជោគជាំមែនតើហើយទៅពីអ្នកបងមីក៏ឆ្លៀតទៅគាត់ជួយថតវីដេអូទុកជាអនុស្សាវរីយ៍ដោយសារតែចុះភូមិម្ដងគឺថាផ្លូវលង្វល់ហ្មងហើយសំខាន់តែសភាពសងខាងគឺខៀវស្ងាត់អញ្ចឹងខ្ញុំចុះនេះគឺបានច្រើនភូមិដែរបងប្អូននៅខាងឃុំលាយដូចជាបានទី1ទៅខាងភូមិស្បរិកតបមកខ្ញុំក៏បកពីខាងស្បរិកចូលខាងភូមិតំណុកឲ្យខ្ញុំថតនេះផ្លូវខាងភូមិតំណុកបន្ទាប់មកចេញពីខាងតំណុកក៏ទៅខាងភូមិប៉ែនហើយបងដែលគាត់នៅវេនប្រចាំបញ្ជាទី3ក៏គាត់ធ្វើការល្បាតនៅឃុំផ្សេងពីខ្ញុំចំនួន1ម៉ូតូដូចគ្នា2នាក់ដូចគ្នាអញ្ចឹងណាហើយព្រឹកគឺល្បាត2ម៉ូតូថ្ងៃហើយចុងក្រោយខ្ញុំក៏បានទៅខាងភូមិបាក់តគួនទៅភូមិបាក់តគួនរួចក៏ត្រឡប់មកខាងអង្គភាពវិញវាទៅរាល់វេនប្រចាំបញ្ជានីមួយប្រចាំថ្ងៃគឺមានការបែងចែកមានវេនល្បាតពេលព្រឹកពេលថ្ងៃហើយនិងពេលយប់ចាសូមអរគុណ